អាទិត្យពីរកើតខែចែកឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនៅថ្ងៃទី30ខែមីនាឆ្នាំ2025នេះឯកឧត្តមថោជាតិថារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបានដឹកនាំមន្ត្រីបច្ចេកទេសក្រសួងនិងមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺអញ្ជើញចុះពិនិត្យស្ថានភាពសំណង់អាងទឹកតាសាលស្ថិតក្នុងឃុំតាសាលស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺក្រោយកើតមានបាតុភូតរញ្ជួយដីថ្មីៗនេះនៅក្នុងប្រទេសមីយ៉ាន់ម៉ាសូមជម្រាបថាទំនប់អាងទឹកតាសាលបានសាងសង់ឡើងនៅក្នុងឆ្នាំ2011ក្រោមហិរញ្ញប្បទានរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌាដែលមានសមត្ថភាពស្តុកទឹកបានប្រមាណ150លានម៉ែត្រគូបមានផ្ទៃរងទឹកភ្លៀង465គីឡូម៉ែត្រការ៉េនិងមានសំណង់សំខាន់ៗដូចជាទំនប់បេតុងប្រវែង720ម៉ែត្រមានកម្ពស់21ម៉ែត្រនិងខ្នងលើ6ម៉ែត្រនិងទំនប់បង្ហៀវប្រវែង92.50ម៉ែត្រព្រមទាំងសំណង់សិល្បកម្មមួយចំនួនទៀតឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឲ្យដឹងថាទំនប់អាងទឹកតាសាលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយទឹកចំនួនស្ទឹងព្រែកត្នោតនិងសម្រាប់បម្រើឲ្យការងារស្រោចស្រពក្នុងវិស័យកសិកម្មជួយប្រព័ន្ធអេកូឡូស៊ីនិងជួយផ្គត់ផ្គង់ទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតាមដងស្ទឹងព្រែកត្នោតនារដូវប្រាំងព្រមទាំងសម្រាប់ការប្រើប្រាស់ពហុវិស័យហើយក៏ជារមណីយដ្ឋានធម្មជាតិដ៏ពេញនិយមមួយនាពេលបច្ចុប្បន្នផងដែរក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ណែនាំដល់ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីខេត្តទាំងអស់ដែលមានសំណង់អាងទឹកនិងសំណង់ធារាសាស្ត្រធំៗត្រូវចាត់ក្រុមការងារបច្ចេកទេសដើម្បីចុះត្រួតពិនិត្យផលប៉ះពាល់លើសំណង់ទាំងអស់ហើយធ្វើរបាយការណ៍មកក្រសួងសូមបញ្ជាក់ថាកាលពីវេលាម៉ោង 13:20 នាទីថ្ងៃទី28ខែមីនាឆ្នាំ2025នេះមានបាតុភូតរញ្ជួយដីកើតឡើងស្ថិតនៅចម្ងាយ16គីឡូម៉ែត្រភាគពាយព្យនៃទីក្រុងសាកាំងក្នុងប្រទេសមីយ៉ាន់ម៉ាការរញ្ជួយនេះបានកើតឡើងនៅក្នុងស្រទាប់ស្នូលផែនដីជម្រៅប្រមាណ10គីឡូម៉ែត្រនិងមានឥទ្ធិពលមកស្រទាប់ខាងលើនៃផែនដីក្នុងកម្រិតរញ្ជួយ 7.7 រិចទ័រដែលបង្កឲ្យមានផលប៉ះពាល់ដល់ប្រទេសមួយចំនួនរួមមានប្រទេសមីយ៉ាន់ម៉ា បង់ក្លាដេស ឥណ្ឌា ឡាវ ថៃ វៀតណាម និងប្រទេសចិនដោយឡែកប្រទេសកម្ពុជាក៏ទទួលរងនូវឥទ្ធិពលនេះផងដែរតែក្នុងកម្រិតតិចតួចប៉ុណ្ណោះ។